Chocolate ទឹកដោះគោឬក៏ ice chocolate សម្រាប់គ្រឿងផ្សំគឺងាយមែនតើហ្មងបងអូនសម្រាប់ប្រជាវិញគឺដិតឈ្ងុយតែម្ដងពេញនិយមគ្រប់រដូវកាលអញ្ចឹងខ្ញុំប្រើជាមួយទឹកដោះគោផ្អែមចំនួន30 មីលីលីត្រយើងប្រើជាមួយនឹងម្សៅសូកូឡាចំនួន30ជាមួយនឹងទឹកក្តៅយើងប្រើចំនួន60 មីលីលីត្របងអូនកូរល្បាយទាំងអស់ហ្នឹងច្បល់ចូលគ្នាឲ្យសព្វសិនមកហើយយើងប្រើជាមួយនឹង hand mixer គឺងាយស្រួលក្នុងការកូរមែនតើបងអូនអញ្ចឹងយើងចាក់ជាមួយនឹងប្រភេទទឹកដោះគោអញ្ចឹងទឹកដោះគោខ្ញុំប្រើ Mac Coffee យើងយកប្រភេទពួក full cream ណាមានជាតិគ្រីមច្រើនហើយឈ្ងុយបងអូនអញ្ចឹងយើងអាចប្រើប្រាស់បានជាមួយនឹងប្រភេទកាហ្វេឬក៏យើងធ្វើក្រែមឬមួយក៏យកធ្វើជាប្រភេទភេសជ្ជៈដែលបែប creamy ឈ្ងុយគឺត្រូវតែម្ដងហើយងាយស្រួលក្នុងការរក្សាទុកទៀតប្រភេទទឹកដោះគោ coffee ហ៎បងអូនអញ្ចឹងយើងចាក់ចូលចំនួន60 មីលីលីត្រហើយបងអូនកូរច្បល់ចូលគ្នាបន្តិចមកគឺរួចជាការស្រេចហើយយើងដាក់ជាមួយនឹងខ្នាតកែវ20 អូសិតអញ្ចឹងមកល្មមតែម្ដងជាផ្អែមវិញគឺខ្ញុំយកត្រឹមតែ 70% ហើយយើងបន្ថែម topping ជាមួយនឹងចំហុយគុជចឹងចំហុយគុជវិញគឺតម្លៃសមរម្យបងអូនមកកញ្ចប់តែ1រៀលជាងហើយកញ្ចប់ប្រើបានតែម្ដងទឹកដោះគោ full creamy ខ្ញុំបន្ថែមស្រូវពីលើតិចទៀតមកយើងរួចរាល់ជាមួយនឹងប្រភេទ ice chocolate មួយកែវយើងអាចលក់ចេញបាន4000ទៅដល់6000អាស្រ័យតាមទីតាំងហាងរបស់បងអូនណាគ្រឿងផ្សំជាមួយនឹងសម្ភារៈប្រើប្រាស់បងអូនអាចឆាតចូលក្នុងប្រអប់ផ្សារ